គូប្រកួតរបស់តោក្រហមរបស់យើងគឺជាខ្លាសពេលនោះតោក្រហមបានវាយចោះវាយឡើងក៏ធ្វើឲ្យតោសរបស់យើងនឹងដួលសន្លប់នៅទឹកទី1ពេលនោះប្តីប្រពន្ធគោមួយគូនេះក៏ឃើញតោក្រហមរបស់យើងឈ្នះប្រពន្ធគោរបស់យើងនឹងក៏រត់ឡើងទៅថតជាមួយក្រហមរបស់យើងពេលនោះតោក្រហមរបស់យើងក៏លើកគោរបស់យើងនឹង3ហើយថាពេលនោះគោសរបស់យើងត្រូវជាប្តីនោះគឺថាខឹងខ្លាំងមែនទែនហើយបានឡើងទៅដល់លើកខ្សែវៀនដើម្បីប្រកួតជាមួយនឹងតោក្រហមរបស់យើងតែគោសរបស់យើងនឹងគាត់មិនចេះវាយប្រដាល់ទេដោយសារតែគាត់ខឹងខ្លាំងពេលនោះក៏គាត់ឡើងទៅត្រូវតោរបស់យើងនឹងវាយឡើងទ្រូមពេលហើយនឹងប្រពន្ធរបស់គោនឹងក៏រត់តាមតោនឹងតមកគោសរបស់យើងពិតជាខូចចិត្តខ្លាំងមែនទែនដោយសារតែប្រពន្ធរត់តាមប្រុសពេលនោះគាត់ក៏បានលោតទឹកសម្រាប់ខ្លួនតែมันអាចស្លាប់ទេដោយសារតែគាត់អាយុវែងអញ្ចឹងណាពេលនោះខ្លារខិនរបស់យើងក៏បានយកគោរបស់យើងនឹងទៅបង្ហាត់បង្រៀនក្បាច់គុណវាយប្រដាល់អញ្ចឹងណាបងប្អូនអរគ្នាពេលនោះគោសរបស់យើងគឺថាខំប្រឹងពីមួយថ្ងៃទៅមួយថ្ងៃគឺគាត់ខំប្រឹងហាត់មែនទែនបន្ទាប់មកពេលនោះគាត់ក៏ចាប់ផ្ដើមទៀតក៏គាត់ហាត់បានសម្រេចបន្ទាប់មកគាត់ក៏អរគុណទៅដល់ខ្លានឹងអ្នកទាំងអស់គ្នាចង់តាមដានទស្សនាភាគ2កុំភ្លេចចុច like ចុច share ម្នាក់មួយអរគុណ